អោនកាយគ្រប់នឹងជម្រាបសួរពុកម៉ែបងប្អូនទាំងអស់ដែលតែងតែនិយមគាំទ្រនៅសិល្បៈមរតកវប្បធម៌របស់ជាតិយើងបាទផ្នែកខាងគ្រប់ទម្រង់ទាំងអស់បាទកន្លងមកគឺខ្ញុំតែងតែផ្សព្វផ្សាយផ្នែកខាងចបៃដងវែងបាទមានប៉ិនពៀតមានភ្លេងការមានទេពកោសល្យផ្លែកៗដែលបងប្អូនប្រជាពលរដ្ឋខ្មែររបស់យើងគាត់នៅស្រឡាញ់នៅថែរក្សានៅមរតកដ៏មានតម្លៃរបស់ដូនតារបស់យើងដូចតែបងប្អូនដឹងហើយថាបច្ចុប្បន្នមានប្រទេសជិតខាងជាច្រើនដែលស្រឡាញ់នឹងចិញ្ចឹមចិត្តចង់បាននៅអ្វីដែលជារបស់ខ្មែររបស់យើងផងដែរមិនថាប្រាសាទមិនថាទឹកដីតម្លៃវប្បធម៌អរិយធម៌អីផ្សេងៗទេអញ្ចឹងក្នុងនាមខ្ញុំបាទជាកូនខ្មែរម្នាក់ខ្ញុំបាទនៅតែស្រឡាញ់ហើយនៅតែខិតខំព្យាយាមថតបង្ហាញផ្សព្វផ្សាយក្នុងគោលបំណងថែរក្សាអភិរក្សនឹងផ្សព្វផ្សាយទៅកាន់ពិភពលោកឲ្យបានដឹងបានឮទាំងអស់គ្នាថាទេពកោសល្យខ្មែររបស់យើងគឺសុទ្ធតែខ្លាំងសុទ្ធតែពូកែហើយពិតជាពិរោះលំលួយបាទគ្រប់ស្រទាប់វណ្ណៈគ្រប់បងប្អូននៅតាមមិនថានៅទីក្រុងឬក៏នៅតាមជនបទទេហើយថ្ងៃនេះគឺខ្ញុំបានចុះមកដល់ភូមិតាពាំងធំឃុំពៀនរងស្រុកស្វាយអន្តរខេត្តព្រៃវែងបានមកដល់ផ្ទះលោកពូនឿនដែលគាត់គឺជាអ្នកភ្លេងការបុរាណស្នងមរតកពីឪពុករបស់គាត់ផងដែរហើយគាត់ក៏មានចំណងដៃសំឡេងត្រអ៊ូនិងកោតជូនបងប្អូនបាទសម្ដាប់ក៏ដូចជាទស្សនាទាំងអស់គ្នាផងដែរហើយខ្ញុំបាទសប្បាយចិត្តមែនទែនបាទបានធ្វើដំណើរពីក្រុងភ្នំពេញកាត់តាមស្ពានអ្នកលឿងបងប្អូនហើយឃើញថាស្អាតមែនទែនស្ពានអ្នកលឿងគឺជាស្ពានចំណងដៃថ្មីបាទភ្ជាប់ពីខេត្តនៅសម្រាប់ខេត្តព្រៃវែងយើងតែម្ដងបាទគឺមានទេសភាពស្រស់ស្អាតហើយផ្លូវថ្នល់នោះក៏ស្អាតដែរអញ្ចឹងនៅកម្ពុជាយើងគឺសម្បូរទៅដោយធនធានធម្មជាតិសម្បត្តិវប្បធម៌ដ៏មហាសាលមែនទែនឃើញថាទេសភាពនៅតាមផ្លូវដូចបងប្អូនបានឃើញហើយគឺខ្ញុំបានកាត់បញ្ចូលអញ្ចឹងគឺទេសភាពខៀវស្រងាត់បាទនៅរដូវវស្សាយើងនេះអញ្ចឹងបងប្អូនសង្ឃឹមថានេះគឺជាចំណងដៃមួយហើយក៏ជាការផ្សព្វផ្សាយមួយទៅកាន់បងប្អូនខ្មែរយើងនៅឯនាយសមុទ្រផងដែរបាទទុកជាចំណងដៃស្ដាប់កំសាន្តក្រោយសម្រាប់កិច្ចការងារអញ្ចឹងចង់ដឹងថាលោកពូថ្ងៃនេះគាត់មានបទអ្វីខ្លះចែកជូនបងប្អូនសម្ដាប់ក៏ដូចជាទស្សនានៅសម្លេងត្រអ៊ូបាទអញ្ចឹងរីករាយសម្ដាប់ទាំងអស់គ្នាដោយតទៅបាទ